បាទបងប្អូននេះគឺជាការប្រើប្រាស់ GNPK ទៅលើដំណាំទុរេនដែលមានអាយុកាលចាប់ពី30ឆ្នាំឡើងទៅនៅក្នុងចំការនៃប្រទេសម៉ាឡេស៊ីតោះអញ្ចឹងបងប្អូនចង់ដឹងថាតើរបៀបនៃការប្រើប្រាស់នេះគេប្រើប្រាស់យ៉ាងដូចម្ដេចសូមតាមដានទស្សនាវីដេអូនេះជាមួយខ្ញុំបាទតាំងពីដើមដល់ចប់ទាំងអស់គ្នាបាទអរគុណសូមស្វាគមន៍បងប្អូនមកកាន់ Channel YouTube របស់ខ្ញុំបាទធម្មជាតិជាមួយនឹងជីវិតពិតចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកបងប្អូនពីបទពិសោធន៍ជីវិតការងាររបស់ខ្ញុំបាទផ្ទាល់នៅលើទឹកដីនៃប្រទេសម៉ាឡេស៊ីក្នុងចំការទុរេននៅក្នុងតំបន់ម៉ាឡាកាបងប្អូនបាទអញ្ចឹងនេះគឺជារបៀបនៃការប្រើប្រាស់ឬក៏ហៅថាការដាក់ជី NPK 18បងប្អូនណាបាទគឺសារធាតុវាខ្ពស់បើនិយាយពីបងប្អូនយើងនៅកម្ពុជាឬក៏បណ្ដាប្រទេសមួយចំនួនប្រហែលជាការប្រើប្រាស់ជីនេះបងប្អូនអាចនឹងមានចម្ងល់ឬមួយក៏បងប្អូនមួយចំនួនក៏បានដឹងថាហេតុអីបាននៅម៉ាឡេស៊ីប្រើ18ហើយនៅកម្ពុជាយើង15អញ្ចឹងណាបងប្អូនបានអញ្ចឹងនេះខ្ញុំនឹងបញ្ជាក់ខាងក្រោយនៃវីដេអូនេះបន្តទៀតអញ្ចឹងការប្រើប្រាស់ជីនេះគឺយើងប្រើប្រាស់លាយជាមួយនឹងអ៊ុយរ៉េណាបងប្អូនបាច់លាយជាមួយនឹងអ៊ុយរ៉េប្រើ NPK លាយជាមួយអ៊ុយរ៉េហើយរបៀបនៃការប្រើប្រាស់ GNPK នេះ18នេះគឺយើងប្រើចំនួន2វគ្គបងប្អូនក្នុងហ្នឹងគឺយើងប្រើចំនួន2វគ្គមួយរដូវយើងនិយាយចំពោះតែ GNPK ទេវគ្គទី1គឺយើងប្រើក្រោយពេលប្រមូលផលរួចបងប្អូនណាបាទក្រោយពេលប្រមូលផលរួចគឺយើងប្រើដូចគ្នាអញ្ចឹងយើងប្រើ GNPK លាយជាមួយនឹងអ៊ុយរ៉េដូចគ្នាប៉ុន្តែក្រោយពេលប្រមូលផលទុរេនរួចគឺយើងប្រើចំនួនជាក់លាក់បានន័យថាយើងប្រើក្នុងមួយដើមបងប្អូនណាចាប់ពី1គីឡូ2ខាំឡើងទៅ1គីឡូកន្លះដោយអាស្រ័យទៅលើប្រភេទដើមទុរេននិងស្ថានភាពសុខភាពទុរេនបានន័យថាទុរេនខ្លះសុខភាពវាល្អមកជុំដើមខ្លះក៏វាសុខភាពអន់យើងប្រើវារៀងច្រើន1គីឡូកន្លះហ្នឹងទៅបាទហើយនេះគឺប្រើវគ្គទី2បងប្អូនវគ្គទី2យើងប្រើតិចទេវគ្គទី2នេះយើងប្រើមុនពេលទុរេនបានន័យថាខែក្រោយហ្នឹងទៅគឺទុរេនអាចនឹងចាប់ផ្ដើមចេញផ្កាខ្លះឲ្យបងប្អូនណាបាទមួយខែឬក៏មួយខែកន្លះហើយទៀតយ៉ាងយូរ2ខែបើសិនជាវាយឺតអញ្ចឹងបានន័យថាគេបាចជីបំរុងបងប្អូនដឹងហើយគឺសារធាតុ NPK នេះគឺវាមានសមាសធាតុស្មើគ្នាបានន័យថាសារធាតុចិញ្ចឹមវាទាំង NP ហើយនិង K ហ្នឹងគឺស្មើគ្នាទាំងអស់សមតុល្យគ្នាល្អអញ្ចឹងគឺគេធ្វើការប្រើប្រាស់ជីនេះគឺវត្ថុប្រយោជន៍វាគឺពង្រឹងទៅលើទី1ឬប្រព័ន្ធឫសរបស់វាបាទចាប់ផ្ដើមកែសម្រួលប្រព័ន្ធឫសកោសិកាឫសថ្មីអីចឹងទៅស្រូបជីបានល្អជំរុញទៅដងដើមហើយនឹងផ្លឹករបស់វាគឺឲ្យមានសុខភាពរឹងមាំមុនពេលដែលវាចេញផ្កាឬក៏ហៅថាវាទទួលផ្លែនៃរដូវកាលថ្មីនេះរហូតទៅដល់វាបញ្ចប់ផ្ដើមចប់បាទអញ្ចឹងនៅពេលដែលវាចាប់ផ្ដើមផ្លែផ្កាយទៀតគឺគេអត់ប្រើជីទៀតទេបងប្អូនគេប្រើសារធាតុចិញ្ចឹមផ្សេងតាមរយៈការបាញ់អរម៉ូនការពារក្តឹបត្រួយឬក៏សត្វល្អិតអីចឹងទៅបាទនេះគឺជាការប្រើប្រាស់ប្រភេទ GNPK ហើយបញ្ជាក់បងប្អូនថាសមាសធាតុដែលយើងប្រើ18នេះគឺវាអាស្រ័យទៅលើនៃទឹកដីប្រទេសម៉ាឡេស៊ីនេះគឺតាក់ទងជាមួយនឹងស្ថានភាពភូមិសាស្ត្របងប្អូនបានន័យថាយ៉ាងម៉េចបានន័យថានៅទីនេះគឺតាក់ទងនឹងរបបទឹកភ្លៀងតាក់ទងជាមួយនឹងអាកាសធាតុបានន័យថាដីបងប្អូនណាដីនៅទីនេះគឺវាមានសារធាតុ pH គឺក្រោមនៅខាងកម្ពុជា pH វាមានរង្វង់4 5ឬក៏6អីចឹងទៅតិចតួចប៉ុន្តែនៅកម្ពុជាយើងរង្វង់6ទៅ7អញ្ចឹងសារធាតុចិញ្ចឹមគឺត្រូវប្រើខ្ពស់ទី1ទី2អាស្រ័យទៅលើដើមទុរេនបងប្អូនពូទុរេនទីនេះគឺបានវាមានអាយុកាលវែងអាយុកាលច្រើនមកន័យថា30ឆ្នាំឡើងអស់ហើយទុរេននៅក្នុងចំការដែលខ្ញុំធ្វើនេះអញ្ចឹងគឺត្រូវការសារធាតុចិញ្ចឹមខ្ពស់ទៅសមស្របជាមួយនឹងអាយុកាលនៃដំណាំទុរេនទីនេះបាទអញ្ចឹងបងប្អូនឃើញពីរបៀបប្រើគឺនេះយើងប្រើវគ្គ2នេះប្រើរៀងស្រាលរៀងតិចជាងមុននេះបងប្អូនឲ្យយើងបាច់ក្នុងមួយដើមហ្នឹងគឺរង្វង់ប្រហែលជាចាប់ពី7 8ខាំអីឬក៏កន្លះគីឡូអីតាមស្ថានភាពដើមអញ្ចឹងណាបងប្អូនបាទអញ្ចឹងនេះគឺជាសារចែកម្លែកមួយពីខ្ញុំបាទទៅតាក់ទងនឹងបទពិសោធន៍ផ្ទាល់ដើម្បីជាចំណេះដឹងថ្មីមួយទៀតបន្ថែមក្នុងសម្រាប់បងប្អូនក្នុងវិស័យកសិកម្មជាពិសេសកសិករយើងទាំងអស់ណាបងប្អូនបាទអរគុណច្រើន Channel YouTube របស់ខ្ញុំបាទមានប៉ុណ្ណឹងបងប្អូនបានទស្សនាវីដេអូខ្ញុំហើយសូមអរគុណច្រើនកុំភ្លេចចូលរួម Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដែរបាទសូមអរគុណ